អ្នកប្រាជ្ញនេះគឺជាអ្នកមានគុណធ្ងន់ណាស់ញោមញាតិជាពុទ្ធបរិស័ទទាំងឡាយប្រទេសជាតិយើងរុងរឿងឧត្តមឧត្តមដោយសារតែអ្នកប្រាជ្ញដែលលោកបានសិក្សារៀនសូត្រលះបង់នៅបកាយពលដោយមិនគិតនឿយហត់ជាដើមដើម្បីជាប្រយោជន៍ដល់កូនចៅបានជាពធមកកន្លែងគេថាធ្វើកម្មជាកំរសត្វនិកត្រាប់ពុំបានតោកយ៉ាក់លំបាកប្រានព្រោះប្រយោជន៍ដល់សត្វហ្នឹងគេទៅសើពុទ្ធអីចឹងហ៎យើងគោរពអ្នកប្រាជ្ញយើងអហើយប៉ុន្តែអ្នកដែលគេមិនគោរពនោះគេមិនអទេហ្នឹងហើយគេមិនអទេហើយមិនមែនតែអ្នកប្រាជ្ញប៉ុណ្ណឹងទេតាំងពីពុទ្ធរាប់ថាជាអ្នកប្រាជ្ញដែរប៉ុន្តែនៅតែមានរឿងអញ្ចឹងញាតិញោមពុទ្ធបរិស័ទជ្រាបមិនមែនជ្រាបទេប្រសង្ឃពុទ្ធបរមគ្រូជាម្ចាស់ក្នុងន័យមួយថាព្រះ5ព្រះអង្គប្រកបកសន្ធោបកោនិកៈមនោព្រះកសបោព្រះសមណគោតមព្រះសាមេត្រី5អង្គគេថាកសាងទៅថ្វាយគុំបានបុណ្យតែ4អង្គទេមួយអង្គទៀតមិនទាន់បានទេព្រោះអីព្រោះមិនទាន់បានត្រាស់ដឹងនៅជាប្រសក់ឥឡូវព្រះសាមេត្រីហ្នឹងហើយរហូតដល់កន្លែងខ្លះកសាងមកហើយមិនឲ្យដាក់ខាងមុខឲ្យយកទៅដាក់កលៀតអីក្រោយណាបាំងមិនឲ្យឃើញហ្នឹងហើយថ្វាយគុំបានបុណ្យទេឈួតសតហ្នឹងហើយរឿងហ្នឹងវាតាក់ទងស្អីយោមញាតិពុទ្ធបរិស័ទវាតាក់ទងត្រង់ថានិយតៈនិងអនិយតៈសត្វហ្នឹងវាមានពីរផ្នែកហ្នឹងសត្វមួយកំពុងតែត្រង់ត្រាប់ធ្វើតាមព្រះសម្ពុទ្ធដើម្បីត្រាស់ដឹងដោយព្រះសម្ពុទ្ធដែរសត្វមួយទៀតមិនទាន់អើពើទេអានឹងនៅឆ្ងាយប៉ុន្តែញាតិញោមហ្នឹងក៏ជាអ្នកចិត្តហើយព្រោះជាអ្នកបានធ្វើតាមកន្លងលំអានដំណើរនៃព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងអញ្ចឹងព្រះសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់សម្ដែងហើយថាបច្ចុប្បន្ននេះធ្វើទានមិនឲ្យសម្រាប់សត្វទេមូលហេតុដែលមិនឲ្យសម្រាប់សត្វក្រែងសត្វហ្នឹងទៅកើតជាពពោធិសត្វហ្នឹងលោកទៅកើតជាសត្វសម្រាប់ទៅចំព្រះពោធិសត្វបាបធ្ងន់ហ្មងចឹងអញ្ចឹងបានឲ្យសម្រាប់សត្វទេអញ្ចឹងទេសរុបសេចក្តីឲ្យខ្លីមកវិញអ្នកប្រាជ្ញនេះគឺជាអ្នកមានគុណធ្ងន់ណាស់ញោមញាតិជាពុទ្ធបរិស័ទទាំងឡាយប្រទេសជាតិយើងរុងរឿងឧត្តមឧត្តមដោយសារតែអ្នកប្រាជ្ញដែលលោកបានសិក្សារៀនសូត្រលះបង់នៅបកាយពលដោយមិនគិតនឿយហត់ជាដើមដើម្បីជាប្រយោជន៍ដល់កូនចៅបានជាពធមកកន្លែងគេថាធ្វើកម្មជាកំរសត្វនិកត្រាប់ពុំបានតោកយ៉ាក់លំបាកប្រានព្រោះប្រយោជន៍ដល់សត្វហ្នឹងគេទៅសើពុទ្ធអីចឹងហ៎បើឥឡូវគេកែហើយតើថាតោកយ៉ាក់ទៅដូចធំខ្លាំងពេកហ្នឹងឯងពុទ្ធយើងអន់សាច់ពេកគេថានឿយកាយលំបាកប្រានវិញគេមិនថាតោកយ៉ាក់ទេនៃមួយទៀតបើយើងនិយមថាដកព្រះសាមេត្រីចេញតដកធွာចេញដែរយេចពុទ្ធាអតីតាចយេចពុទ្ធាអនាគតាបច្ចុប្បន្នា